Chồng rếp xưa bông ôn cậu ma tầng ọc nia giờ ba một với chữ khỉ tiến hơi môn là dân riêng ra bẩn tú xong bật nè ai bệ đà ơi xong bông ôn cậu ma tầng ọc nia miên bạch nha ai sẽ ra bẩn tú ban hơi xong lục kru này kru miên sao có phải lỡ có mà chơi ai squat ai phải điểm con sợ ban xong bè niếng bè ông mà cháp bè Giêsu Christ amen mình tốt bây giờ ai đi than hỏi xong ra cho làng đầm bay xa nằm can chữ mũi kia Bantu pre ông chui đom rong chi vân ai đáp lại vẫn tam tru sam cho room ri pi bantu pre sam cho room yang nang dang tham rong sro nang ye come on yang sang sa pai chat dang ok ne to yang dai ya Bà bông bông nọ kia mình tua bị dương bàn sắc xa nằm càng bè chìm chả hái cái đó bê lý để dương sắc xa nằm bè mình tú được bảo bè hay được lúc chơi bông bông nọ kia bà rụm lực họ copy được bài dương cứ nó không bắt copy mặt thai chừng phục làm pi kho đọc mấy đọc buồn xong ăn chừng một được lúc tỏ môi pi bảy châu ở châu tam phi chừng yết vật phi để nom tơ ai xịt đầy hình bị nia nụ thùng hai tủ lý phong có mi mà nụ chỉ tràn đại châu tam phi nụ tại phía đại nom tơ ai chỉ vứt nụ tôi hai chừng yết bình có mi mà nụ tạch na đại rọp lơ nụ khơi bạn nâng ngày bộ bộ nọ khní chẳng dương khơi ta plơ đại nom ở chỉ vật bà dương chụp nụ bánh há vi tù liề nghi sưu rô và nãy plơ đại nom ở chỉ vật bà dương bàn lọ bà xá vi bị bạn rồi nè nâng ngày và nãy cả na dương rọp khơi nụ chỉ vật bà dương miền chỉ vật miền này tham miền prepo để mà bị pre tam bất áp bị bạn thế ổn còn tại plei đại chừng ít rip bay đôi chỉ dưỡng bàn school của ông chạy phải chi bị chi chun khai được bao dưỡng miền đàm cầm nợ
ក្នុងការដែលជឿពីព្រះពុទ្ធសាសនាទៅចឹងទៅពិបាកក្នុងការដែលស្វែងរកព្រះជាម្ចាស់តាមពិតព្រះជាម្ចាស់គឺមានតាំងពីយូរយារណាស់ហើយអូខេដូច្នេះដោយសារតែយើងអត់ដែលឮអត់ដែលស្គាល់ទ្រង់អញ្ចឹងហើយបានជាមានអារម្មណ៍ថាវាដូចជាតូចហើយនឹងចង្អៀតហ្នឹងហើយណាមួយបើប្រៀបធៀបពីប្រទេសខ្មែរទៅប្រទេសអ៊ីស្រាអែលវាឆ្ងាយពីគ្នាដែរប៉ុន្តែដំណឹងល្អនោះនៅតែដល់អញ្ចឹងបងប្អូនទាំងគ្នាបានទទួលជឿព្រះអង្គហើយគឺបានរកឃើញផ្លូវដ៏ពិតទ្វារដ៏ពិតដែលនាំឲ្យយើងមានជីវិតដ៏នៅអកលជាមួយនឹងព្រះម្ចាស់យេស៊ូវគ្រីស្ទហ្នឹងហើយអញ្ចឹងបងប្អូនចង់ចូលតាមទ្វារទលាឬក៏ទ្វារចង្អៀតហ្នឹងហើយសូមអានជាមួយលោកគ្រូម្ដងទៀតតោះ1 2 3ចូលតាមទ្វារចង្អៀតត្បិតទ្វារដែលនាំទៅឯសេចក្តីហិនវិនាសនោះធំហើយទូលាយផងក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះតែឯទ្វារដែលនាំទៅឯជីវិតនោះតូចហើយចង្អៀតវិញក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញបាទបងប្អូនអរគ្នាកាលពីសប្តាហ៍មុនយើងបានរៀនហើយលេខ1គឺចង់សំដៅទៅលើមានព្រះតែមួយអង្គទេហើយទ្រង់បានប្រទានឲ្យយើងនៅព្រះគម្ពីរដែលជាសិភៅរបស់ព្រះជាម្ចាស់ហ្នឹងហើយអញ្ចឹងសិភៅនោះគឺមានតែមួយគត់ដែរអូខេហើយតលេខ2មានន័យថាព្រះគម្ពីរមាន2ផ្នែកគឺសញ្ញាចាស់និងសញ្ញាថ្មីហើយសញ្ញាចាស់បានសរសេរឡើងនៅមុនពេលដែលព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីហើយសញ្ញាថ្មីបានសរសេរនៅបន្ទាប់ពីព្រះគ្រីស្ទយាងមកផែនដីនេះហើយទ្រង់យាងទៅឯនគរឋានសួគ៌បងប្អូនឥឡូវនេះយើងនឹងមើលអំពីលេខ3ម្ដងអូយស្អីគេអក្សរនៅក្នុងនឹងមានន័យយ៉ាងម៉េចបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាចាំតាមដានជាមួយលោកគ្រូលឺហ៎យើងឃើញថាការពីពេលរៀនមុនណារបស់យើងបានបង្រៀនយើងបានរៀនអំពីព្រះគម្ពីរថាមាន66សៀវភៅនៅក្នុងព្រះគម្ពីរតែមួយអញ្ចឹងមានន័យថាទាំងព្រះគម្ពីរសញ្ញាចាស់និងព្រះគម្ពីរសញ្ញាថ្មីមាន66សៀវភៅមានន័យថាអាចនៅក្នុងព្រះគម្ពីរប្រើពាក្យថាកាន់មានន័យថាផ្នែកមានប្រមាណផ្នែកអញ្ចឹងណាហ្នឹងហើយតែយើងហៅថាព្រះគម្ពីរក្នុងនោះមានសភៅទូចហ្នឹងគឺជាព្រះគម្ពីរទូចទៀតអញ្ចឹងមានន័យថាព្រះគម្ពីរធំមួយក្បាលមានព្រះគម្ពីរទូចហ្នឹងរហូតដល់ទៅ66ក្បាលនៅក្នុងទៀតអញ្ចឹងយើងឃើញថាហើយត្រូវបានសរសេរឡើងដោយអ្នកសរសេរហ្នឹងមានរហូតដល់ទៅ40នាក់បងប្អូនអរគ្នាអញ្ចឹងគាត់អ្នកសរសេរមានរហូតដល់40ប៉ុន្តែអ្នកនិពន្ធមានប៉ុន្មានអ្នកនិពន្ធមានតែមួយទេគឺជាព្រះជាម្ចាស់ដែលបណ្ដាចិត្តឲ្យអ្នកបម្រើរបស់ទ្រង់40នាក់ហ្នឹងសរសេរហើយយើងក៏បានរៀនផងដែរថាព្រះជាម្ចាស់គឺជាអ្នកដែលបានដឹកនាំអ្នកទាំងនោះឲ្យសរសេរទៅតាមអ្វីដែលពួកគេត្រូវសរសេរដើម្បីឲ្យអ្វីដែលពួកគេបានសរសេរនោះបង្ហាញថាជាព្រះបន្ទូលរបស់ព្រះដ៏ពិតហ្នឹងហើយអញ្ចឹងលោកគ្រូហើយបងប្អូនដែលពេលដែលយើងបានសិក្សាខុសពីចងចាំរាល់ថ្ងៃហ្នឹងគឺដូចជាយើងកំពុងតែអាននៅអ្វីដែលទ្រង់ប៉ះពាល់ចិត្តយើងអញ្ចឹងសៀវភៅទាំង66ក្បាលឬក៏ព្រះគម្ពីរតូចៗទាំង66ក្បាលនោះបានចែកចេញជា2សញ្ញានៅក្នុងសញ្ញាចាស់មានសៀវភៅទាំងអស់មាន39ហើយសញ្ញាថ្មីមាន27ប៉ុន្តែការដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺនៅក្នុងសញ្ញាទាំងពីរនោះគេអាចបែងចែកចេញជា3ផ្នែកទៀតឥឡូវជា3ផ្នែកយ៉ាងម៉េចអូនឥឡូវយើងមើលអូនេះផ្នែកទី1ផ្នែកទី2ផ្នែកទី3ហើយចឹងហ្នឹងហើយផ្នែកទី1នៃព្រះគម្ពីរសញ្ញាចាស់គឺផ្នែកទី1នៃព្រះគម្ពីរសញ្ញាថ្មីគឺជាសៀវភៅប្រវត្តិសាស្ត្រហ្នឹងហើយឃើញទេមានន័យថានេះ O និង T ហ្នឹងគឺមានន័យថា Old Testament មានន័យថាព្រះគម្ពីរសញ្ញាចាស់ NT នេះគឺមានន័យថា New Testament អញ្ចឹងមានន័យថាព្រះគម្ពីរសញ្ញាថ្មីអញ្ចឹងយើងឃើញថានៅដើមនៃព្រះគម្ពីរនីមួយៗគឺជាសៀវភៅប្រវត្តិសាស្ត្រឃើញទេហ្នឹងហើយសៀវភៅប្រវត្តិសាស្ត្រនៅក្នុងព្រះគម្ពីរយើងមើលឃើញច្រើនណាស់តែគ្រាន់តែថានៅក្នុងព្រះគម្ពីរសញ្ញាចាស់មានរហូតដល់17ក្បាលហ្នឹងហើយនៅក្នុងហ្នឹង12ព្រះគម្ពីរទូចៗហ្នឹងដល់ពេលសញ្ញាថ្មីមានតែ5មេហ្នឹងហើយមានតែ5ទេដែលជាព្រះគម្ពីរតាក់ទងទៅនឹងប្រវត្តិសាស្ត្រពេលក្រោយលោកគ្រូនឹងបង្រៀនទៀតតែ17នោះស្អីខ្លះទៅប្រវត្តិសាស្ត្រនៃព្រះគម្ពីរហ្នឹង5នៅក្នុងសញ្ញាថ្មីនេះអីគេទៀតទៅណាហ្នឹងហើយលោកគ្រូនឹងបង្រៀនបងប្អូនថែមទៀតបងប្អូនទាំងអស់គ្នាអញ្ចឹងយើងឃើញថាផ្នែកទី1នៃព្រះគម្ពីរសញ្ញាចាស់និងសញ្ញាថ្មីគឺជាសៀវភៅប្រវត្តិសាស្ត្រតើបងប្អូនចូលចិត្តរៀនប្រវត្តិសាស្ត្រដែរ
ហ្នឹងហើយអូលោកគ្រូចូលចិត្តអានរឿងប្រវត្តិសាស្ត្រតើបងអូនដឹងថាប្រវត្តិសាស្ត្រគឺជាអីប្រវត្តិសាស្ត្របានប្រាប់យើងពីរឿងរ៉ាវនេះនិងអ្វីដែលកើតឡើងនៅក្នុងពេលអតីតកាលហើយនេះជាអ្វីដែលយើងអាចរកឃើញនៅក្នុងផ្នែកទាំងពីរសញ្ញានៃព្រះគម្ពីរហើយផ្នែកទី1នៃពីសញ្ញាចាស់ប្រាប់យើងពីផែនដីកើតឡើងដោយរបៀបណាអញ្ចឹងនៅក្នុងព្រះគម្ពីរលោកុបាទដែលយើងរៀនអំពីការបង្កើតអាដាមអេវ៉ាគេនិបិលរហូតដល់លោកណូអេហ្នឹងហើយនិងអំពីបរិសុទ្ធស្ត្រីមុនដំបូងដែលយើងបានរៀនអំពីព្រះបានបង្កើតអាដាមនិងអេវ៉ារហូតដល់ក្នុងរដូវកាលឬក៏ចំពេលវេលានៃទឹកជំនន់ដ៏ធំមួយអញ្ចឹងហើយក្រោយមកអំពីជនជាតិយូដានិងការជាច្រើនទៀតហើយផ្នែកនេះមានទាំងអស់17ក្បាលដែលលោកបានប្រាប់មិញណាហ្នឹងហើយហើយផ្នែកទី1នៃព្រះគម្ពីរសញ្ញាថ្មីមានទាំងអស់5ក្បាលយើងហៅថាសៀវភៅដំណឹងល្អទាំង4និងកិច្ចការរបស់ពួកសាវកហ្នឹងហើយដែលសៀវភៅទាំងនេះប្រាប់យើងពីរឿងរ៉ាវនៃជីវិតពិតការសគត់ការរស់ឡើងវិញរបស់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទនិងការរីកចម្រើននៅព្រះវិហារនៅសម័យដំបូងអញ្ចឹងបងប្អូនបានរៀនអំពីព្រះវិហារដំបូងណាដែលលោកគ្រូធ្លាប់បង្រៀនហ្នឹងហើយគ្រប់ទាំងហេតុការណ៍ទាំងនេះគឺសុទ្ធសឹងតែជាប្រវត្តិសាស្ត្រដែលបានកើតឡើងពិតប្រាកដមែនអត់មានការបន្លំការខ្លីអីទេគឺពិតប្រាកដអូនហ្នឹងហើយផ្នែកទី3នៃគម្ពីរសញ្ញាទាំងពីរគឺជាបទទំនាយហ្នឹងហើយបទទំនាយណាបទទំនាយមានប្រមាណអីចឹងទៅអូខេបទទំនាយនេះខាងលើណាឃើញនៅក្នុងព្រះគម្ពីរសញ្ញាថ្មីមានតែមួយទេបទទំនាយប៉ុន្តែព្រះគម្ពីរសញ្ញាចាស់នោះមានរហូតដល់ទៅ17អូអញ្ចឹងដូចគ្នាអូនប្រវត្តិសាស្ត្រហើយនឹងបទទំនាយដូចគ្នាខុសតែសញ្ញាថ្មីឯងសញ្ញាថ្មីខុសគ្នា5និង1បងប្អូនគ្នាអ្នកនិពន្ធបានមើលឃើញអំពីអ្វីដែលនឹងត្រូវកាត់ឡើងនៅពេលខាងមុខហើយការដឹងនេះបានដឹកនាំផ្សារដោយព្រះវិញ្ញាណបរិសុទ្ធឲ្យកត់ត្រាអញ្ចឹងមិនមែនគេចេះនឹកឃើញសេណាអូនហ្នឹងហើយគឺព្រះជាម្ចាស់បានបណ្ដាពួកគេតែងហើយនឹងសរសេរឡើងហើយមានបទទំនាយជាច្រើនដែលបានទីទុកត្រូវបានសម្រេចរួចមកហើយដែរប៉ុន្តែនៅមានការមួយចំនួនទៀតដែលនៅមិនទាន់សម្រេចនៅឡើយក្នុងអនាគតនេះហើយការនេះនឹងត្រូវកាត់ឡើងយ៉ាងឆាប់ហើយអញ្ចឹងយើងឃើញថាអូមានពេលឧទាហរណ៍ឥឡូវលោកគ្រូយកអំពីបទទំនាយនិយាយអំពីព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទដែលនឹងត្រូវប្រសូតនៅលើផែនដីសញ្ញាថ្មីមានអត់មានហ្នឹងហើយបានសម្រេចហើយអំពីការដែលព្រះយេស៊ូវគ្រីស្ទបានសគត់ហើយរស់ឡើងវិញនៅលើផែនដីនេះហ្នឹងហើយមានណាសម្រាប់តាហ្នឹងហើយអញ្ចឹងបាទយើងជាអភ័ស្តុតាមណាមួយដែរអញ្ចឹងនៅក្នុងព្រះគម្ពីរសញ្ញាចាស់មានសៀវភៅបទទំនាយទាំងអស់17ក្បាលហើយនៅក្នុងគម្ពីរសញ្ញាថ្មីមាន10ក្បាលទេដែលយើងហៅថាព្រះគម្ពីរវិវរណៈមានន័យថាការបើកបង្ហាញវិវរណៈហ្នឹងណានៅចន្លោះនៃផ្នែកទាំងពីរនេះគឺចន្លោះសៀវភៅប្រវត្តិសាស្ត្រនិងសៀវភៅបទទំនាយនោះមានសៀវភៅមួយចំនួនទៀតដែលពណ៌នាអំពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួននិងពីអ្វីដែលយើងអាចដកបទពិសោធន៍ឬក៏ជាការដកបទពិសោធន៍ដោយផ្ទាល់ក្នុងចិត្តនិងជីវិតរស់នៅរបស់យើងបងប្អូនសៀវភៅទាំងនេះនិយាយផ្ដោតមកកាន់យើងម្នាក់ផ្ទាល់ដើម្បីឲ្យយើងធ្វើអ្វីដែលព្រះសពព្រះハរតីហ្នឹងហើយអញ្ចឹងព្រះគម្ពីរមិនមែនផ្ដោតទៅលើតែម្នាក់ពីរនាក់អីទេគឺយើងគ្រប់គ្នាមានសិទ្ធិអានព្រះគម្ពីរមានសៀវភៅទាំងនេះ5ក្បាលនៅក្នុងសញ្ញាចាស់យើងឃើញទេមាន5ក្បាលនេះក្នុងសញ្ញាចាស់ណាមានបទពិសោធន៍មនុស្សនៅក្នុងព្រះគម្ពីរអីហ្នឹងឯងអូខេចឹងយើងឃើញថាសៀវភៅមួយដែលល្បីល្បាញជាងគេនោះគឺព្រះគម្ពីរទំនុកដង្កើងចំណែកឯនៅក្នុងសញ្ញាថ្មីវិញមានសៀវភៅទាំងនេះ21ក្បាលដែលមានលក្ខណៈជាសម្បត្តិផ្ញើទៅកាន់ក្រុមជំនុំជាច្រើននិងផ្ញើទៅកាន់មនុស្សផ្សេងៗគ្នាបែបលក្ខណៈបុគ្គលមានសម្បត្តិចំនួន13ដែលបានសរសេរឡើងដោយសារសាវកប៉ុលហើយសម្បត្តិដែលមានលក្ខណៈបុគ្គលពិតជាជំនួយដ៏សំខាន់ណាស់ដែលអាចជួយយើងក្នុងជីវិតរស់នៅប្រចាំថ្ងៃនិងជាបទពិសោធន៍ដ៏ល្អហ្នឹងហើយយើងមើលពីគំរូគាត់យើងសិក្សាហើយយើងជឿព្រះអង្គតាមគាត់ហ្នឹងហើយតែអ្នកបម្រើព្រះអង្គដែលល្អណាហ្នឹងហើយយើងគួរតែយកគំរូតាមគាត់ឬក៏ព្យាយាមសហការធ្វើការជាមួយគាត់បងអញ្ចឹងជាការពិតណាមានការបង្រៀនបែបលក្ខណៈបុគ្គលនិងជំនួយជាច្រើននៅក្នុងសៀវភៅប្រវត្តិសាស្ត្រនិងសៀវភៅបទទំនាយផងដែរប៉ុន្តែយើងទទួលការបង្រៀនជាពិសេសជាងគេគឺសៀវភៅនិងសម្បត្តិទាំងអស់នេះសៀវភៅមានតែមួយប៉ុន្តែបែងចែកចេញជា2ក្នុងផ្នែកនីមួយៗមាន
គេចែកចេញជា3តើបងអូនអាចចាំបានអត់អូខេ3នេះគឺអីទី1ប្រវត្តិសាស្ត្រទីសញ្ញាចាស់ណាទី2បទទំនាយចុះទី3បទពិសោធន៍មនុស្សដែលមាននៅក្នុងព្រះគម្ពីរដើម្បីឲ្យយើងអាចស្មោះត្រង់ហើយនឹងទទួលជាព្រះអង្គអញ្ចឹងយើងឃើញថាព្រះជាម្ចាស់មិនមែនចេះតែបង្កើតព្រះគម្ពីរតែផ្ដេសតែផ្ដាស់ទេគឺមានន័យថាទ្រង់បង្កើតព្រះគម្ពីរដើម្បីឲ្យអាចមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ប៉ុន្តែបងអូនដោយសារតែនិស្ស័យនៃអំពើបាបរបស់យើងបានកាត់ផ្ដាច់រវាងយើងហើយនឹងព្រះជាម្ចាស់មិនអាចមានទំនាក់ទំនងជាមួយគ្នាតើធ្វើម៉េចដើម្បីយើងអាចមានទំនាក់ទំនងជាមួយគ្នាទោះតែយើងព្រមទទួលជាព្រះអង្គដែលជាព្រះសង្គ្រោះដែលជួយយើងឲ្យរួចពីអំពើបាបបានថ្ងៃនេះប្រហែលជាមានបងប្អូនខ្លះដែលអត់ទាន់បានទទួលជាព្រះអង្គហើយត្រូវការបានបទពិសោធន៍ដ៏ពិតប្រាកដនៅពេលដែលយើងអានព្រះគម្ពីរទៅនឹងជួយឲ្យជីវិតរបស់យើងបានល្អប្រសើរតើបងប្អូនព្រមទទួលជាព្រះអង្គទេបន្តិចទៀតលោកគ្រូនឹងបង្ហាត់បង្រៀនបងប្អូនអំពីរបៀបនៃការនិយាយទៅកាន់ព្រះយេស៊ូវគ្រីស្ទឥឡូវនេះសូមចាប់ផ្ដើមជាមួយលោកគ្រូអោព្រះបិតាអើយកូនជាមនុស្សមានបាបកូនជឿថាព្រះយេស៊ូវគ្រីស្ទបានសុគតនឹងរស់ឡើងវិញដើម្បីបាបរបស់កូនសូមព្រះអង្គយាងគង់ក្នុងចិត្តកូនអត់ទោសបាបកូនក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនឥឡូវនេះតើបងប្អូនទាំងអស់គ្នាបានចាំអំពីពាក្យអធិដ្ឋាននេះហើយឬនៅបើសិនមកបងប្អូនបានចាំអំពីពាក្យអធិដ្ឋាននេះហើយឥឡូវនេះលោកគ្រូទុកពេលបងប្អូនប្រហែលជាកន្លះនាទីឥឡូវនេះសូមបងប្អូនបិទភ្នែកហើយនិយាយពីពាក្យអធិដ្ឋាននេះដោយខ្លួនឯងសឹបបងប្អូនអាចចាំបានប៉ុណ្ណាបងប្អូនអាចនិយាយទៅកាន់ព្រះអង្គប៉ុន្តែចុងក្រោយកុំភ្លេចពាក្យថាកូនអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទហើយនិយាយថាអាមែនឥឡូវនេះបងប្អូនចាំនៅសូមបិទភ្នែកហើយសូមចាប់ផ្ដើមបាទអរគុណច្រើនសម្រាប់បងប្អូនអរគ្នាដែលបានចូលរួមរៀនជាមួយលោកគ្រូនៅសប្តាហ៍នេះនឹងហើយសង្ឃឹមថាបងប្អូនបានដឹងអំពីព្រះគម្ពីរជាពិសេសបងប្អូនដែលបានទទួលជាព្រះអង្គហើយយើងដឹងព្រះគម្ពីរសញ្ញាចាស់មានប្រមាណដែលជាប្រវត្តិសាស្ត្រហើយសញ្ញាថ្មីនឹងមានប្រមាណក្បាលអញ្ចឹងទៅតទៅពេលបទទំនាយសញ្ញាថ្មីមានប្រមាណសញ្ញាចាស់មានប្រមាណហើយនឹងទី3បទពិសោធន៍មនុស្សក្នុងព្រះគម្ពីរសញ្ញាថ្មីមានប្រមាណក្បាលហើយសញ្ញាចាស់មានប្រមាណក្បាលតាមលេខដែលលោកគ្រូបានបង្ហាញហ្នឹងណាហ្នឹងហើយអញ្ចឹងលោកគ្រូអរគុណច្រើនដែលបងប្អូនបានចូលរួមរៀនជាមួយលោកគ្រូនៅសប្តាហ៍នេះសូមព្រះជាម្ចាស់បានប្រទានពរសម្រាប់បងប្អូនឥឡូវនេះមុននឹងបញ្ចប់លោកគ្រូអធិដ្ឋានសម្រាប់បងប្អូនទាំងអស់គ្នាសិនសូមបិទភ្នែកអោបិតាអើយអរគុណព្រះអង្គដែលព្រះអង្គតែងតែមានសេចក្តីស្រឡាញ់និងមេត្តាដល់យើងទាំងអស់គ្នាដើម្បីយើងអាចនៅតែបម្រើការងាររបស់ទ្រង់ហើយអរគុណសម្រាប់ក្មេងៗដែលបើកចិត្តថ្ងៃនេះដើម្បីគេបានទទួលជាព្រះអង្គសូមព្រះជាម្ចាស់បានប្រទានពរឲ្យគេសម្រេចចិត្តទទួលជាព្រះអង្គយ៉ាងពិតប្រាកដផងដែរអរគុណព្រះអង្គសម្រាប់មេរៀននៅថ្ងៃនេះដ៏ល្អដែលយើងអាចដឹងអំពីការបែងចែកផ្នែកដ៏សំខាន់នៃព្រះគម្ពីរដើម្បីយើងអានទៅត្រូវគោលដៅហើយស្គាល់ព្រះអង្គជាព្រះសង្គ្រោះនៅក្នុងជីវិតរបស់យើងផងដែរអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលនៅថ្ងៃនេះគុណសូមថ្វាយដាច់នៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទលោកគ្រូអរគុណច្រើនសម្រាប់បងប្អូនទាំងគ្នាដែលបានចូលរួមស្ដាប់ហើយនឹងរៀនជាមួយលោកគ្រូនៅសប្តាហ៍នេះសូមព្រះជាម្ចាស់បានប្រទានពរសម្រាប់បងប្អូនទាំងគ្នាឥឡូវនេះលោកគ្រូសូមជម្រាបលា